Luffy គឺគាត់ហាក់បីដូចជាសន្លប់គឺ Sanji គឺគាត់និយាយថា Luffy កើតអីវិញគឺ Zoro គឺគាត់បាននិយាយ Luffy គឺហាក់បីដូចជាសន្លប់បាត់ហើយពេលនេះគឺ Sanji និយាយគ្នាមួយនឹង Zoro That means if I ever find the good stuff, I better make sure you can't take it, swine. យើងគឺឃើញបរិមម្នាក់ដែលគាត់ពាក់មកគឺគាត់ជា Usopp គឺគាត់ស្ការក្នុងរដូវគឺគាត់ស្ការរដូវពេលនេះគឺគេបានឃើញរូបជាមួយនឹងរូបណាមីហើយឃើញជាមួយ Usopp ព្រោះអីណាមីគឺគាត់សម្រាប់ចិត្តចាក់ដៃខ្លួនឯងគឺគាត់អត់បានចាក់ Usopp ទេគាត់ចាក់ដៃខ្លួនឯងពេលនេះពួកគេនិយាយលេងចាំសប្បាយតែហាក់បីដូចជាបាត់ Luffy បាត់ហើយមកពួកគេទៅកាត់ឆ្លុះគ្នាតែគឺអ្នកដែលរងគ្រោះគឺជា Usopp ដែលគាត់រត់មកតបមកគឺ Luffy គាត់សប្បាយចិត្តខ្លាំងដែលបានឃើញ Usopp ហើយក៏សោកស្ដាយដែរដែលបានឃើញ Sanji ជាមួយ Zoro វាយ Usopp មក Sanji សុំទោសហើយគាត់ថាគាត់រៀនជ្រោះដៃព្រោះ Usopp ខឹងគាត់កុំឡើងមកនិយាយតែមកយើងចូលដល់ក្នុងនេះគឺយើងឃើញជាមួយនឹង Nami គឺគាត់អត់ចង់ធ្វើរឿងទាំងអស់នេះទេគឺគាត់ចង់ចាំរាល់ពេលវេលាដែលគាត់លេងជាមួយក្រុមគាត់ទាំងអស់គ្នាពេលនេះគឺយើងឃើញបរិសម្នាក់ដែលមានកញ្ចក់ដៃជាកត្រៃចុះមកគឺពេលនេះមានទុកបាក់បីជាច្រើនគឺ Nami គឺនឹងសុំឡងទៅក្រុមរបស់នាងនេះគឺជាការចងចាំមួយដែលសប្បាយរីករាយគឺនាងមិនចង់បាត់បង់ក្រុមនាងតែនាងត្រូវជួយអ្នកភូមិរបស់នាងទាំងអស់ពីអាឡង់ប៊ឺនក៏ភ្ញាក់ពីសុបិនវិញមកនាងក៏បានដើរចេញក្រៅគឺនាងបានមើលទេសភាពយ៉ាងស្រស់ស្អាតតមកនាងក៏ក្រែលេខឃើញអ្វីមួយយ៉ាងនោះគឺជាប៉ូលីសនៅនោះឯងគាត់បានរើណាមីពេលនេះគឺប៉ូលីសនោះគឺឆ្លោះប្រជែងជាមួយនឹងណាមីជាខ្លាំងណាមីគឺដើររើលួយដើម្បីយកមកឲ្យអាឡង់ហើយគឺថាប៉ូលីសនោះគឺនិយាយឲ្យណាមីយកលុយឲ្យគាត់វិញទៅបើយកលុយឲ្យអាឡង់ទៅយកលុយឲ្យគាត់ទៅស្រួលជាងតែណាមីគឺនាងសុខចិត្តទេនឹងត្រូវការជួយអ្នកភូមិនាងតែប៉ូលីសនោះគឺដូចបោកនាងចឹងប្រាប់ឲ្យនាងឲ្យលុយមកទុកឲ្យប៉ូលីសនឹងយកទៅឲ្យជំនួសវិញនាងខឹងខ្លាំងមែនទែននៅពេលនេះគឺណាមីអត់យល់ពីអ្វីដែលនៅក្នុងជុំវិញនាងទេគឺប៉ូលីសនេះគឺហាក់បីដូចជាចង់បានទ្រព្យសម្បត្តិនាងជាខ្លាំងធ្វើនាងខឹងប៉ូលីសនាងជាខ្លាំងគឺប៉ូលីសនេះបាននិយាយដាក់នាង favor but you're wrong about Bellemere. The hell I am. Do you remember when Orlong came to town? Yes. ការចងចាំរបស់នាងគឺម្ដាយរបស់ណាមីគឺបានធ្វើម្ហូបឲ្យពីអ្នកបងប្អូនគេយ៉ាងឈ្ងុយឆ្ងាញ់គឺណាមីគឺឆ្ងល់ពីម្ដាយនេះជាខ្លាំងម្ដាយនេះច្នៃពេលជាច្រើនដើម្បីដេកខោអាវគឺនាងអត់យល់ជាមួយម្ដាយនឹងជាសោះគឺច្នៃពេលវេលាមកដេកខោគឺបងស្រីរបស់ណាមីគឺឆ្លោះទាស់តែងជាមួយណាមីនៅពេលខ្លះដែរតែគឺត្រូវម្ដាយរបស់នាងចូលមកខត់ជារៀងរហូតហើយថ្ងៃមួយគឺម្ដាយរបស់នាងគឺផ្លាត់ដៃផ្ទះនាងព្រោះម្ដាយនាងគឺខឹងជាមួយនឹងនាងពេកហើយគឺគាត់បានស្ដីបន្ទោសឲ្យណាមីជាខ្លាំងណាស់ថាឲ្យបងស្រីរបស់ខ្លួនតែមកនាងក៏រត់ចេញក្រៅផ្ទះហើយទង្វើនេះគឺធ្វើឲ្យម្ដាយរបស់ណាមីគឺអន់ចិត្តជាមួយខ្លួនឯងខ្លះដែរតែទ្រាំបានណាមីក៏ធ្វើការរត់ធ្វើដំណើរទៅទៅមុខទៀតហើយណាមីនិយាយរឿងប្រវត្តិនេះឲ្យទៅមេកងប៉ូលីសនោះស្ដាប់ហើយគឺនាងប្រាប់ថាជីវិតនឹងជូរចត់ខ្លាំងមែនទែននាងសុំបថាប៉ូលីសនឹងគុំឲ្យមកទាលុយគាត់ទៀតព្រោះអីគឺនាងចង់រស់នៅបែបសុខសាន្តគឺអត់ចង់មានឆ្លោះទាស់តែងអីទេលើយកមកដល់ប្រទេសវ៉ាអាឡង់វិញម្ដងគឺពេលនេះគឺអាឡង់គឺគាត់មានយុទ្ធសាស្ត្រខ្លាំងមែនទែនពេលនេះគឺគាត់បានឃើញទូកមួយបានមកចតនៅមុខនៅប្រទេសរបស់គាត់តមកគឺគាត់ខឹងជាខ្លាំងគាត់ក៏និយាយ What can you expect from filthy humans? You're whole disgusting. ពេលនេះគឺអាឡង់មានអំណាចខ្លាំងមែនទែនគឺគាត់គឺចង់
គ្រប់គ្រងភូមិនេះទាំងមូលនឹងចង់សម្លាប់អ្នកភូមិនេះតែអ្នកភូមិនេះអាចធ្វើឲ្យបានទេដោយសារអ្នកភូមិនេះគឺគ្មានសមត្ថភាពគ្រប់គ្រាន់ទេសូម្បីតែប៉ូលីសក៏មិនត្រូវជាហ៊ានធ្វើអាឡុងប្រមាណដែរតែហ៊ានដឹងតែអាឡុងសម្លាប់ចោលទាំងអស់គឺក្នុងក្រុមរបស់អាឡុងគឺមានគ្នាជាច្រើនគឺសិតតាពួកមនុស្សកាត់ត្រីទាំងអស់គឺកាត់សត្វពពួកនៅក្នុងទឹកទាំងអស់ថ្ងៃមួយគឺជួបត្រូវព្យុះគឺអាឡុងគឺគាត់មិនចង់ធ្វើបែបនេះតែគឺគាត់ខឹងអ្នកភូមិអ្នកស្រុកនេះគាត់ក៏សម្រេចចិត្តព្រោះអ្នកភូមិអ្នកស្រុកនេះគឺតែងតែធ្វើបាបសត្វជានិច្ចគឺជាពិសេសគឺនៅសត្វក្រំបាត់ទឹកនឹងតំងតែងតែត្រូវប្រមាញ់ហើយសម្រាប់សំពៅនេះគឺជាសំពៅរបស់អាឡុងដែលគាត់បានចំណាយពេលធ្វើជាច្រើនឆ្នាំដើម្បីធ្វើជិះទូទាំងពិភពលោកដើម្បីទៅរកកណវ៉ាន់ភីសគឺគាត់ត្រូវការលុយបន្ថែមទៀតដើម្បីយកមកធ្វើទុកនេះបន្ថែមតែគឺគាត់ស្រែករលុយគឺអ្នកភូមិភិកច្រើនដើរចេញពីគាត់ដូចជាគ្មានលុយឲ្យគាត់ទេទៅពួកគេដើរប្រមូលលុយអ្នកខ្លះអត់មានអ្នកខ្លះមានពេលនេះគឺប៉ូលីសនេះគឺគាត់មានអារម្មណ៍គាត់ភ័យព្រោះគាត់ដូចជាអត់សូវមានលុយប្រហែលដែរឬគាត់ភ័យមុខកន្លែងនេះគឺអាឡុងបានចាប់ណាមីគឺនាងយំជាខ្លាំងព្រោះនាងសុំឲ្យអាឡុងដោះលែងអ្នកភូមិតែអាឡុងគឺគាត់អត់ដោះលែងអ្នកភូមិទេធ្វើឲ្យណាមីគឺគាត់យំជាខ្លាំងគឺគាត់ពិបាកក្នុងចិត្តណាស់គឺអាឡុងគឺគាត់អត់យល់ពីទឹកភ្នែករបស់ណាមីទេគឺគាត់និយាយលេងយ៉ាងសប្បាយរីករាយអ្នកគ្នាចូល channel ចូល YouTube ឲ្យអ្នកគ្នាវាយតែ Black Anime មកបើសិនជាអត់ឃើញអ្នកគ្នាអាចវាយកន្លែងនេះបាននេះកន្លែងនេះនិងកន្លែងនេះទុកមកអ្នកគ្នាវាយអក្សរក្រោមហ្នឹងទៅប្រហែលឃើញហើយចាំមកពេលចូលឲ្យអ្នកគ្នាចុច like subscribe ឲ្យអ្នកគ្នាធ្វើឲ្យបន្តអ្នកគ្នាចូលទៅពាក្យថាសារបង្ហោះចាំមកអ្នកគ្នារូតចុះក្រោមរហូតតិចមកអ្នកគ្នាឃើញឡើងនេះអ្នកគ្នាកុំជួយ donate ខ្ញុំអ្នកមួយផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូជាបន្តទៀតឲ្យអ្នកគ្នាជួបខ្ញុំនៅវីដេអូក្រោយហើយវីដេអូក្រោយជួបខ្ញុំហើយខ្ញុំសូម5មួយភ្នាក់ជេរីខ្ញុំគឺសូមគាត់កាត់ទៅគាត់អត់មានខួរមិនបានដើរជេរគេនឹងគេធ្វើអីជាសិទ្ធិរបស់គេខ្ញុំចង់ធ្វើអីជាសិទ្ធិរបស់ខ្ញុំហើយខ្ញុំបាយជួបគ្នានៅវីដេអូក្រោយបាយ